ប្រជាពលរដ្ឋខ្មែរពិតជាមានអារម្មណ៍ឈឺចាប់ណាស់ចំពោះអនុទានដែលជាមនុស្សអក្រិតកម្មសង្គ្រាមថ្ងៃនេះសូមនិយាយពាក្យអសរោះសម្រាប់ទង្វើដ៏ថោកទាបរបស់អនុទានដែលជានាយករដ្ឋមន្ត្រីសៀមវាតែងតែបំផ្លាញទៅដល់ប្រជាពលរដ្ឋខ្មែរផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងអស់ហើយវាសើចច្រៀងសប្បាយនៅលើគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរប្រទេសដែលធំហើយធ្លាប់តែស៊ីវិល័យហេតុអ្វីបានជាបង្កើតអរិយភាពមកដល់ប្រទេសតូចតាចដូចជាខ្មែរនេះមានប្រជាជនតិចមិនដែលទៅឈ្លានពានប្រទេសណាម្ដងឡើយដោយឡែកតែប្រទេសសៀមប៉ុណ្ណោះដែលមានប្រជាជនចង់100លាននាក់បែរជាមកធ្វើបាបប្រជាពលរដ្ឋខ្មែរដែលមានប្រជាពលរដ្ឋមិនដល់20លាននាក់នេះជាទង្វើដ៏ថោកទាបរបស់អានទីនដែលដឹកនាំប្រទេសនៅក្នុងសម័យកាលនេះគ្មានសម័យកាលណាសាហាវជាងសម័យកាលអានទីនដឹកនាំប្រទេសនេះទេប្រជាពលរដ្ឋទាំងសងខាងទាំងខ្មែរនិងសៀមរាប់ម៉ឺនរាប់សែននាក់ត្រូវចំណាក់ស្រុកคล้ายទៅជាជនភៀសសឹកពង្រត់ពង្រាស់គ្រួសារគេបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋទាំងសងខាងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋសៀមទាំងអស់សូមមើលថ្នាក់ដឹកនាំរបស់ខ្លួនតើស័ក្តិសមជាអ្នកដឹកនាំប្រទេសដែរឬទេដែលចង់បំផ្លាញសេចក្តីសុខប្រជាពលរដ្ឋទាំងសងខាងទាំងខ្មែរនិងប្រទេសសៀមអានុទីនបានយកជីវិតមនុស្សមកប្រឡាញ់លេងក្នុងថ្នាលសង្គ្រាមរវាងកម្ពុជាហើយនិងសៀមធ្វើឲ្យមនុស្សរាប់ពាន់ម៉ឺននាក់ស្លាប់និងមនុស្សរាប់ម៉ឺនរាប់សែននាក់ត្រូវចំណាក់ស្រុកដោយសារតែការដឹកនាំរបស់អានុទីនវាបានបំផ្លាញផ្ទះប្រជាពលរដ្ឋខ្មែរអាគារធំៗរបស់ប្រជាពលរដ្ឋខ្មែរផ្លូវស្ពានហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទត្រូវពួកអានុទីនបំផ្លាញខ្ទេចខ្ទីគ្មានសល់ហើយវាសើចច្រៀងលេងសប្បាយរីករាយលើគំនរទុករបស់ប្រជាពលរដ្ឋខ្មែរនេះឬក្រមសីលធម៌របស់ថ្នាក់ដឹកនាំសៀមបានភ្នែកនេះតិចក្នុងបៃចោជួយប្រែព្រោះនេះអាកាប់មើលតិចអស់ហើយងាត់ដែរលេងនេះជួយមកព្រោះនេះផ្លាញជួយប្រែនេះរៀនឲ្យប្រូបលេនេះអាត្រង់150ត្រង់150 1050សូមពុតចិត្តមួយត្រាគោស្អីឡានឆក់អីនោះแพ้กันครับไม่แพ้กันអស់លេងបងប្អូនสเก็ตនេះឡានមួយជំនាញនេះឡាคลีนនេះអត់អីទេអូน่ารักมากเลยត្រាគោនោះបៃចោមនោស្រកស្រែខាងនេះឡានភ្នែកនេះខ្ទេចនោះបៃចោជួយប្រែព្រោះនេះអា97បៃចោក្រើយនោះបងអើយតិចអស់ហើយឡើងញាត់ដែរលេងនេះពេលនេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរសរិនស៊ីសាកេតបរិយារាមឧប៊ុនឆានីទាំងអស់សុទ្ធតែឈាមជ័រជាខ្មែរសូមបងប្អូនក្រឡេកមើលថ្នាក់ដឹកនាំរបស់សៀមតើវាចាត់ទុកខ្មែរយើងជាខ្មែរទេគឺវាបំផ្លាញពូជអម្បូរខ្មែរតតែអស់អញ្ចឹងសូមបងប្អូនភ្ញាក់រលឹកឡើងនៅពេលនេះឱកាសនេះសូមចាប់ដៃជាមួយខ្មែរកណ្ដាលដើម្បីវាយបកទៅសៀមវិញដោយសារមានស្ដេចលើកើជាអ្នកដឹកនាំបងប្អូនខ្មែរលើទាំងអស់37ខេត្តមិនមែនតិចទេឯខ្មែរកណ្ដាលមានតែ25ខេត្តក្រុងប៉ុណ្ណោះវាខុសគ្នាឆ្ងាយណាស់ដូច្នេះគួរណាស់បងប្អូនភ្ញាក់រលឹកបីវាយកំចាត់សៀមកុំឲ្យសៀមធ្វើជាអាណានិគមរបស់ខ្មែរជាបន្តទៅទៀតខ្ញុំមានការសោកស្ដាយណាស់ដោយសារតែហ៊ានខ្មែរលើទាំងអស់ត្រូវមកស្លាប់ជំនួសពួកសៀមនៅតាមព្រំដែនសប្តាហ៍ថ្ងៃនេះរាប់ពាន់ម៉ឺននាក់បងប្អូនគួរតែជួយចាប់ទេបងប្អូនខ្មែរលើគ្រួសារសាច់ញាតិទាំងអស់ត្រូវមកស្លាប់តទេជំនួសពួកសៀមនៅតាមព្រំដែនសូម្បីតែសាកសពតែហ៊ានខ្មែរលើខ្មែរសរិនយើងក៏វាមិនលើកលែងដែរមិនឲ្យបងប្អូនម៉ែឪសាច់ញាតិស្គាល់របស់សាកសពហ្នឹងផងខ្ញុំមានការឈឺចាប់ជំនួសបងប្អូនខ្មែរលើហើយខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិសូមក្រឡេកយកខ្មែរទុកនៅក្នុងកាយភ្នែកផងមើលការលំបាករបស់ប្រជាពលរដ្ឋខ្មែរផងណាពួកខ្មែរវេទនាណាស់ដោយសារតែពួកសៀមឈ្លានពានដឹកនាំដោយអានុទីននេះជាប្រវត្តិសាស្ត្រថ្មីលើទឹកដីកម្ពុជាដោយសារអក្រិតកម្មសង្គ្រាមរបស់លោកអានុទីនសូមបងប្អូនជួយចែករំលែកវីដេអូនេះមួយផងសូមអរគុណ